រឿងកុលាបក្រហមភាគទី6ក្រោយពីចាក់ចេញទៅប្តី PR មិនបានត្រឡប់មកវិញទេក្នុងយប់នោះ PR ក៏មិនបានមានប្រតិកម្មអ្វីដែលនាងសាមនឹងទម្លាប់គេងម្នាក់ឯងទៅហើយព្រឹកឡើងនាងងើបទៅធ្វើការតាមធម្មតានាងឈរចាំជណ្ដើរយន្តបើកទ្វារទាំងរសេះរសោះដូចហាក់មានប្រផ្នូលអ្វីម្យ៉ាងនាងឈរចាំមួយសន្ទុះជណ្ដើរយន្តក៏បើកទ្វារមកក៏ឃើញប្តីនាងនិងនារីម្នាក់ទៀតកំពុងថើបគ្នាក្នុងជណ្ដើរយន្តយ៉ាងរស់រាយនាងបានត្រឹមឈរមើលពួកគេដោយស្រឡាំងកាំងរួចក៏ដើរចេញទាំងមិននិយាយអ្វីទាំងអស់ការអត់ធ្មត់មានដែនកំណត់ឱកាសដែលនាងអាចលើកលែងឲ្យគេនឹងទុកពេលឲ្យកែខ្លួនមានតែ3ដងប៉ុណ្ណោះនាងដើរចេញលើកនេះជាលើកទី3ក៏ជាលើកចុងក្រោយនាងដើរសម្ដៅទៅបន្ទប់រដ្ឋបាលដើម្បីសុំក្រដាស់លាឈប់ប្តីនាងដេញតាមហើយខាត់តែត្រូវនាងក្រវះដៃចេញមិនស្ដាប់ការបកស្រាយអ្វីទាំងអស់នាងស្រែកខ្លាំងបកស្រាយអ្វីទៀតបើឃើញផ្ទាល់នឹងភ្នែកទៅហើយនាងយកក្រដាស់លាឈប់ទៅឲ្យនាយកក្រុមហ៊ុនហើយនិយាយលោកនាយកខ្ញុំសម្រេចចិត្តហើយថាលាឈប់ខ្ញុំគោរពតាមការសម្រេចចិត្តរបស់នាងធ្វើការម៉ត់ចត់និងឆ្លៀសវៃពិតណាស់ក្រុមហ៊ុនមិនចង់បាត់បង់បុគ្គលិកល្អដូចនាងទេបើថ្ងៃណាមួយនាងចង់ត្រឡប់មកវិញពួកយើងរងចាំស្វាគមន៍នាងជានិច្ចចាស់អរគុណលោកនាយកនិយាយរួចនាងក៏លាពួកគេទាំងអស់គ្នាហើយដើរចេញពីក្រុមហ៊ុនឡើងឡានត្រឡប់ទៅខុនដូវិញនាងប្រមូលអីវ៉ាន់ដាក់ក្នុងវ៉ាលីរួចទុកឯកសារលែងលះដែលនាងបានស៊ើញញ៉េរួចស្រេចលើតុនាងងាកមើលផ្ទះដែលនាងធ្លាប់រស់នៅរយៈពេលប៉ុន្មានឆ្នាំទាំងមិនអស់អាល័យតែនាងត្រូវតែចាក់ចេញនាងបិទទូរស័ព្ទដកស៊ីមកាច់ចោលយកវ៉ាលីដាក់លើឡានហើយក៏បើកចាក់ចេញទៅនៅតាមផ្លូវនាងហាក់មានអារម្មណ៍ដូចបានដកបន្លាពីទ្រូងបន្តិចហើយនាងបើកឡានបណ្ដើរមើលទេសភាពបណ្ដើរនាងនិយាយទេសភាពជនបទនៅតែស្អាតជាងទីក្រុងខ្យល់បរិសុទ្ធគ្មានផ្សែងពុលប្រៀបដូចចិត្តស្មោះត្រង់គ្មានការផិតក្បត់នាងបើកឡានមកដល់ភូមិស្រុកកំណើតដែលម្ដាយឪពុកនាងបន្សល់ទុកក៏ឈប់ឡាននៅមុខផ្ទះចាស់មួយហើយដើរចូលក្នុងទីធ្លាហើយចាក់សោចូលមើលក្នុងផ្ទះអង្គុយមើលជុំវិញក៏គិតក្នុងចិត្តថាផ្ទះនេះត្រូវកែច្នៃឡើងវិញខ្ញុំនឹងធ្វើឲ្យคล้ายទៅជាផ្ទះប្រណិតមួយហើយក៏បើកហាងមួយសម្រាប់ចិញ្ចឹមជីវិតណាមួយក៏នៅជាប់ផ្លូវធំដែលមិនពិបាករកស៊ីទេគិតរួចនាងបដូរសម្លៀកបំពាក់ហើយរៀបចំធ្វើតាមការសម្រេចនោះតែម្ដងដោយសារនាងមានលុយសន្សំខ្លះនិងលុយដែលអាចបានមកពីការប្តឹងលែងលះនាងប្រហែលត្រូវបានសំណងខ្លះអាចនឹងមានលុយជាដើមទុនរកស៊ីបានទៀតងាកមកមើលប្តីនាងវិញក្រោយពីត្រឡប់មកផ្ទះវិញដើររកប្រពន្ធពេញផ្ទះហើយក៏មិនលឺឆ្លើយក៏ដើរមកមើលលើតុក៏ឃើញក្រដាស់លែងលះគេភ្ញាក់ខ្លួនព្រឺតរត់ទៅមើលសម្លៀកបំពាក់ក៏បាត់របស់នាងអស់ទើបតុកសិចជាខ្លាំងហើយយកស្រាមកអង្គុយផឹកបន្លប់ទុកIPR កំពុងមានញឹកជាមួយជាងនឹងគម្រោងសាងសង់ផ្ទះចាស់ជាថ្មីឡើងវិញដោយមានហាងនៅមុខផ្ទះសម្រាប់រកស៊ីដោយប្រជាជនទូទៅដែលក្នុងភូមិនោះគឺមានតែនាងប៉ុណ្ណោះដែលមានផ្ទះនិងហាងបែបនោះនាងដាក់ក្តីរំពឹងខ្ពស់ថានឹងបានលទ្ធផលត្រឡប់មកវិញគួរជាទីចាប់អារម្មណ៍សម្រាប់ខ្លួនឯងនិងមនុស្សគ្រប់គ្នាសូមរងចាំទស្សនាភាគបន្ត